រំភើបខ្លាំងណាស់ហើយក៏គាំទ្រសម្រាប់ការរៀបចំអាហារហើយនឹងកន្លែងញ៉ាំគឺថាបែបខ្មែរអញ្ចឹងពេលដែលយើងចូលមកដល់មានអារម្មណ៍ថាអូយដូចមកទីកន្លែងបុរាណអញ្ចឹងម្ហូបអាហារក៏បែបខ្មែរសឡគេសិតតែដាក់ក្អមអញ្ចឹងទៀតហើយបើការរៀបចំហាងវិញនិយាយពីថាអូយដូចក្នុងរឿងបុរាណអញ្ចឹងបងប្អូនសបោកន្លែងថតរូបអីមែនទែនអាហារឆ្ងាញ់ហើយគេលក់ដាច់រហូតដល់ថ្នាក់ថាអ្នករត់តុកសក់ជិះម៉ូតូរត់ទេបើថាដើរហ្នឹងអត់ទាន់សេវាកម្មភ្ញៀវទេព្រោះមានភ្ញៀវច្រើនអ្នកកំងក៏ច្រើនដែរថ្ងៃនេះខ្ញុំមកដល់ដំណាក់មនោរម្យនៅឧដុង្គបានចូលញ៉ាំកន្លែងអាហារមកកន្លែងនេះក៏ថតជូនបងប្អូនទាំងអស់គ្នាទេសនាដោយសារតែមើលទៅទំនងខ្លាំងមែនទែនជាមួយនឹងការរៀបចំរបស់គេនេះកន្លែងអង្គុយនេះគេមានដាក់តុគេមានដាក់ទូហើយនៅក្នុងទូគឺគេមានតាំងរំលេចនៅថោបុរាណនៅគ្រឿងបែបខ្មែរបុរាណណាហើយសូម្បីតែគ្រឿងតូចដែលគេលម្អក្នុងហាងគឺសុទ្ធតែបែបខ្មែរទាំងអស់សូម្បីតាកតិនដាក់គ្រឿងអីហ្នឹងក៏ដោយដែរបើនៅតាមអញ្ចឹងវិញគឺគេមានរូបគំនូគូនៅហ្នឹងនិយាយទៅគឺថាมันខ្វះកន្លែងថតរូបឲ្យបងប្អូនបើនៅតាមមាត់ប្អួយអញ្ចឹងណានេះគេសិតតែតុបតែងដាក់គ្រឿងសាជីដាក់អីចឹងទៅយើងអាចឈរថតរូបកន្លែងហ្នឹងគឺឃើញទេសភាពស្អាតមែនទែនហើយនៅហ្នឹងគេមានលក់ម្ហូបកំងក៏មានលក់នៅភេសជ្ជៈគ្រប់ប្រភេទក៏ដូចជាម្ហូបខ្មែរម្ហូបបែបស្រុកស្រែមានមាន់អាំងមានប្រហុកជ្រុញមានសឡក្តាមមានសឡត្នោតមានក្តាមដុតមានអីចឹងទៅហើយនៅនេះគឺគេធ្វើអត់ធ្វើទុកទេណាពេលដែលខ្ញុំមកគឺគេធ្វើភ្លាមដាក់ជូនភ្ញៀវតែម្ដងអូហូបងប្អូនកន្លែងនេះខ្ញុំពេញចិត្តខ្លាំងមែនទែនដោយសារតែគេចំណាយគេចុះមួយហើយគេធ្វើផ្ទះបាយបុរាណឲ្យយើងចូលទៅលេងឲ្យយើងចូលទៅថតរូបហើយគេមានដាក់គ្រឿងផ្ទះបាយបែបបុរាណទាំងអស់មានពនូកច្បាងមានអាទេសកោនិយាយទៅ concept របស់គេគឺគេចង់ផ្ដល់អារម្មណ៍ដល់អ្នកដែលទៅញ៉ាំអីមានអារម្មណ៍ថាបានសម្រាកបានលំហែកាយចូលទៅមានអារម្មណ៍ថាស្រស់ស្រាយត្រជាក់ភ្នែកអានេះគឺក្នុងរោងធំអ្នកទាំងអស់គ្នាអាចអង្គុយញ៉ាំអីនៅនឹងក៏បានឬក៏ទៅញ៉ាំអីនៅកញ្ចុះដាច់ដライក៏បានដែរមានជាច្រើនកញ្ចុះដល់ទៅ60កញ្ចុះអីបងប្អូននៅឧដុង្គកន្លែងញ៉ាំអីមួយនេះអ្នកណាក៏ស្គាល់ដែរគឺមានឈ្មោះថាដំណាក់មនោរម្យនៅគៀកនឹងភ្នំពេញមែនទែនអញ្ចឹងសម្រាប់អ្នកដែលមកដើរលេងនៅភ្នំឧដុង្គកុំភ្លេចចូលមកភ្លក់អាហារកន្លែងនេះទាំងអស់គ្នាណានៅនេះគេល្បីម្ហូបខ្មែរឆ្ងាញ់ខ្ញុំដែលកំពុងតែកំងនេះបងប្អូនគឺជាសម្លម្ជូរត្នោតដែលគេមានដាក់លាយក្តាមលាយកូនត្រីលាយកពឹសហើយដាក់ម្ទេសហិលហើយត្នោតមកអត់កពុលអត់អីទេញ៉ាំឆ្ងាញ់មែនទែនហើយខាងនេះគឺខួរក្តាមអាំងដែលល្បីខ្លាំងនៅឧដុង្គភ្នំឧដុង្គភាគច្រើនគេល្បីរឿងក្តាមខ្យងម្ហូបខ្មែរញ៉ាំទឹកផ្តិលចឹងរំលឹកអនុស្សាវរីយ៍កាលនៅពីក្មេងប្រើតែផ្តិលទេម្ហូបពិសេសប្រចាំហាងជាបន្តទៀតមានដូចជាមាន់អាំងនិយាយមែនឆ្ងាញ់របស់គេមែនហើយខាងនេះគឺត្រីដុតត្រីគេសាច់ឡើងផ្អែមឆ្ងាញ់ហ្មងណាហើយមួយវិញទៀតហ្នឹងគឺប្រហុកជ្រុញចាប្រហុកជ្រុញនេះគឺចំណូលចិត្តរបស់ខ្ញុំហើយឲ្យតែញ៉ាំម្ហូបខ្មែរដែលបោះចោលប្រហុកជ្រុញទេហត់ទឹកសម្លក៏ឃើញក្តាមនេះតាគៀបធំល្អម៉េះសម្រាប់ទីនេះគឺលក់ដាច់ជាងគេបំផុតអាហារថ្ងៃត្រង់បើសិនជាមកខ្ទង់ពេលថ្ងៃត្រង់ម៉ោង10 10ម៉ោង1អីគឺពេញមនុស្សហើយម្ហូបគេមិនមានតែប៉ុនខ្ញុំកំងឯណាអ្នកទាំងអស់គ្នាចង់ញ៉ាំជាប្រភេទនំបញ្ចុកក៏មានឬក៏ចង់ញ៉ាំជាប្រភេទបុកល្ហុងឬមួយក៏បុកក្តាមឬមួយក៏បុកមីអីមានសពគ្រប់ទាំងអស់មានប៉ាអែមមានម្ជូរចាមានខាងភេសជ្ជៈមានកាហ្វេមានអីនិយាយទៅគឺថាមានច្រើនមុខមែនតែនទៅចូលដំបងស្មានតែគេលក់ប៊ូហ្វេតែតាមពិតមិនមែនទេគឺម្ហូបកំងហើយក៏គេមានលក់គ្រប់មុខមិនថាជាសាច់គោអាំងមិនថាជាភីហ្សាស្លាបមាន់កឡុកទឹកផ្លែឈើកាហ្វេភេសជ្ជៈព្រិលចានេះខ្ញុំដើរថតមួយស្តង់ហើយតាមពិតកន្លែងហ្នឹងគឺតែមួយទេណាបងប្អូនក៏ប៉ុន្តែគេមានលក់សពគ្រប់បែបយ៉ាងហើយក៏មានកន្លែងថតរូបស្អាតយ៉ាងច្រើនសម្បូរបែបទៀតមានកាហ្វេត្នោតកឡុកចានេះខាងនេះបុគ្គលិកស្អាតដល់ហើយខាងនោះទៀតគឺមានឆៅគួយចាហើយខាងនោះទៀតគឺមានទឹកផ្លែឈើស្រស់ដែលគាត់មានលីស្ករលីអីទេមានទឹកអាឡឹកមានទឹកមានទឹកអីចឹងណាហើយនេះមានកញ្ចុះមកកន្លែងទៀតនេះគឺស្រួលក្មេងៗរត់លេងមែនទែនទីកន្លែងគេធំទូលាយណាបងប្អូនហើយមិនខ្វះទេកន្លែងឲ្យក្មេងៗរត់លេងសំបីតែកន្លែងលេងបាល់ក៏មានដែរតែបាល់ភាគច្រើនគេលេងតែពេលល្ងាចយើងមកពេលថ្ងៃត្រង់ស្ងាត់ជ្រាបមានកន្លែងសម្រាប់បាញ់ធ្នូហើយក៏មានកន្លែងមួយទៀតគឺគេតាំងជាប្រភេទរូបចម្លាក់បុរាណបន្ទាប់ពីញ៉ាំអីហើយគឺយើងមកមើលផ្អែមលាងមាត់ចាមានតកកឈូអីក៏មានដែរហើយផ្អែមគឺគេធ្វើជាផ្អែមបែបខ្មែរបងប្អូនដែលមកលេងឧដុង្គហើយចង់ញ៉ាំអីទីកន្លែងបែបខ្មែរបែបបុរាណអញ្ចឹងអាចមកសាកល្បងញ៉ាំកន្លែងគាត់បានណាខ្ញុំនឹងតម្លាក់ Google Map ជូននៅក្នុង caption កន្លែងដាក់ឡានគេក៏ធំទូលាយដែរមានម្លប់ដាក់ឡានថែមទៀតផងហើយមួយទៀតក៏មាន playground សម្រាប់ឲ្យក្មេងៗលេងអញ្ចឹងទៅចាស់អត់សូវកពុលមុខម៉ានទេក្មេងៗរត់លេងទៅគេមានកន្លែងរបស់គេតាអញ្ចឹងសម្រាប់ relax មកឧដុង្គមកបងប្អូនហើយមកចូលញ៉ាំនៅកន្លែងដំណាក់មនោរម្យនេះហើយបើរោទីតាំងអត់ឃើញទេកុំភ្លេចមើល caption ខ្ញុំតម្លាក់ Google Map ជូនហើយក៏មានលេខទូរស័ព្ទនៅលើវីដេអូនឹងរួចជាស្រេចអរគុណបងប្អូនជម្រាបលាបាយបាយ